សួស្តីបងប្អូនទាំងអស់គ្នាមកធ្វើប្រហិតឆឹងតកូនញ៉ាំទាំងអស់គ្នានិយាយទៅប្រហិតនឹងខ្ញុំយកមកជានឹងឆ្អិនហើយបងប្អូនឆ្អិនល្អហើយចាំខ្ញុំយកវាទៅទុកមកដល់ឡៃសិនរួចទៅមកយើងឆាតកូនយើងម្ដងយើងឆាតកូននឹងឲ្យវាសពូនល្មមបងប្អូនកុំដល់ថ្នាក់វាទុកយូរពេកណាយើងមកល្មមបានហើយក៏យើងដួសដាក់ចាននឹងទុកមកដល់ឡៃសិនបន្ទាប់មកទៀតយើងចិញ្ច្រាំខ្ទឹមនិងដាក់ចូលនៅក្នុងខ្ទះនឹងដដែលយើងចិញ្ច្រាំខ្ទឹមហើយយើងដាក់ស្ករត្នោតបន្តិចមកដើម្បីឲ្យរសជាតិគេថាឆឹងពាក្យថាឆឹងគឺវាមានជាតិផ្អែមដែរណាបងប្អូនបន្ទាប់មកខ្ញុំដាក់ទឹកប៉េងប៉ោះហើយនិងទឹកម្ទេសដាក់ចូលក្នុងដើម្បីឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ហើយវាមានពណ៌ក្រហមដែរណាបន្ទាប់មកយើងដាក់ប៊ីចេងបន្តិចមកព្រោះស្ករខ្ញុំដាក់រួចហើយអញ្ចឹងខ្ញុំដាក់តែប៊ីចេងទៅជាបងប្អូនដើម្បីវាមានជាតិកាន់តែឆ្ងាញ់អញ្ចឹងណាហើយចង់បញ្ជាក់មួយទៀតថាប្រហិតនេះគឺប្រហិតសាច់គោសុទ្ធណាបងប្អូនគឺនៅប្រទេសខ្មែរយើងក៏មានលក់ដែរប្រហិតសាច់គោសុទ្ធមិនបាច់ចាំយកមកពីស្រុកគេអីទេមិនបាច់យកមកពីប្រទេសចិត្តខាងអីហ្នឹងទេបងប្អូនឲ្យតែបានប្រហិតសាច់គោសុទ្ធបែបនេះគឺពេលដែលយើងធ្វើហើយយើងញ៉ាំទៅគឺមានរសជាតិឆ្ងាញ់មែនទែនបងប្អូននិយាយទៅប្រហិតឆឹងតកួនមួយនេះខ្ញុំធ្វើពេលដែលកូនខ្ញុំគាត់ចេញមកពីរៀនពេលគាត់ឃើញអញ្ចឹងគាត់ថាអូយឆ្ងាញ់ណាស់ម៉ែអើយពេលគាត់បានញ៉ាំអញ្ចឹងណាគាត់ថាមានរសជាតិឆ្ងាញ់មែនទែនហើយគាត់ហ្នឹងគឺចូលចិត្តញ៉ាំដែរហ្នឹងប្រហិតសាច់គោនេះបងប្អូនអញ្ចឹងខ្ញុំត្រូវទៅទិញសាច់គោដែលសុទ្ធយកមកធ្វើញ៉ាំទៅឆ្ងាញ់អញ្ចឹងបងប្អូនអាចធ្វើញ៉ាំនៅផ្ទះទាំងអស់គ្នាណាបងប្អូនអរគុណច្រើន